បាទគ្រប់ទស្សនិកបងប្អូននៅវត្តខាត់តាមតទៅកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះយើងមកបន្តសាច់រឿង Channel របស់យើងម្ដងទៀតហើយហើយមុនចូលទៅកាន់សាច់រឿងរបស់យើងហ្នឹងក៏ដូចជារដងចាញ់ចាំងបងប្អូនយើងក៏ទៅធ្វើការចុច like ក៏ដូចជា subscribe មកកាន់ Channel របស់មីនផងណាជាពិសេសទៅនឹងបាទសិនជាបងប្អូនយើងចង់ support មកកាន់មីនអាចចូលជាសមាជិក VIP របស់មីនបានដែលមីនក៏មានជា website ព្រមទាំងក្រុម Telegram បងប្អូនយើងអាចទស្សនាសាច់រឿងបាននឹងងាយស្រួលតែម្ដងណាហ្នឹងហើយឥឡូវយើងក៏មកនៅយូរនំតែទីត្រង់បងជូយើងចូលមកកាន់សាច់រឿងរបស់យើងតែម្ដងសាច់រឿងចាប់ដើមនៅពេលដែលឆ្នាំព្រមទាំងលេអងពួកគេទីម្នាក់កំពុងតែធ្វើម៉ាចូលមកកាន់រោងក្រុមដៃនៃទីក្រុងប៉ៃវ៉ាងនៅខណៈនេះឆ្នាំក៏បាននិយាយទៅកាន់លេអងហើយថាយ៉ាងណាមិញគ្រួសាររបស់គេក៏បានរៀបចំផែនការអស់រយៈពេលរាប់ពាន់ឆ្នាំក៏ប៉ុន្តែជីបានត្រឹមតែផ្លូវក្រុមដៃប៉ុណ្្នឹងមែននេះលេអងលើបំណងក៏បានត្រឹមតែបកស្រាយហើយថាយ៉ាងណាមិញតាមពិតតែកន្លែងមានវាគ្រាន់តែជាប្រសាទនៃពលឺដែលត្រូវបានកប់ទុកនៅក្រោមដីតែប៉ុណ្ណោះហើយគ្រួសាររបស់គេមិនបានជីអ្វីនោះឡើយគ្រាន់តែយកដីចេញទៅតែប៉ុណ្ណោះក៏ប៉ុន្តែរឿងមួយនេះក៏ចាត់ទុកថាវាក៏ជាជោគជ័យមួយដែរគេក៏បានត្រឹមតែឲ្យមានដៃតែប៉ុណ្ណោះឆ្នាំលើបំណងក៏បានត្រឹមតែអ៊ីហ៊ីនេះអ្វីមិនចាញ់នោះឡើយនៅខណៈនោះក៏ស្របតែឆ្នាំក៏បានឈប់ភ្លាមសម្លឹងមកទៅកាន់ផ្នែកខ្មុកវាក៏ជាសត្វបជាឈាមយ៉ាងច្រើនសម្បើមនឹងឯងលេអងឃើញបំណងក៏ពិតជាមានការចាប់អាល់ដឹងហើយថានេះក៏ជាសត្វបជាឈាមប្រាប់ទៅកាន់ឆ្នាំមានការប្រុងប្រយ័ត្នព្រោះថានេះក៏ជាសម្បុករបស់វានឹងឯងនៅខណៈនោះបជាក៏បានស្រែកឡើងយ៉ាងខ្លាំងក៏ប៉ុន្តែឃើញថាតង់គេគឺមិនខ្លាចនោះឡើយព្រមទាំងក៏បានស្រែកឡើងយើងក៏បានមកដល់ហើយឆាប់ចេញភ្លាមតែមិនចេញយកនឹងពលឺយ៉ាងកំណាញ់ចេញអំពីរាងកាយរបស់គេគឺឲ្យជាទាំងអស់ភ័យខ្លាចខ្លាំងមែនតែមានមើលមុខទៅកាន់តង់នោះឡើយរីឯតង់ឯវិញក៏បានត្រឹមតែដើរទៅតែជឿជាក់តែប៉ុណ្ណោះជឿណាស់នោះយើងក៏បានដើរទៅតាមដូចគ្នាដែរក៏ប៉ុន្តែប៉ែលីអងឃើញតែភ័យខ្លាចខកគេតែម្ដងនៅខណៈនេះមិនយល់មិនមែនពួកគេទាំងពីរនាក់ក៏បានដើរមកដល់ច្រកចូលមួយកន្លែងលីអងក៏បានប្រាប់តែម្ដងថានេះវាក៏ជាវត្ថុស័ក្តិសិទ្ធិនៃប្រាសាទពលឺនឹងឯងព្រមទាំងរៀបចំជំនុំជាវត្ថុមុននៃការស្លាប់របស់ពួកគេមិនឲ្យប្រើប្រាស់បាននោះឡើយជាណាលេបនឹងក៏បានដឹងភ្លាមថាអស់តាមប៉ុន្តែនេះក៏ជាមូលហេតុដែលគេហៅគាត់មកបន្ទាប់មកជាណារបស់យើងក៏ចាប់ដើមរៀបក្បាច់ក្បូរហើយក៏ប៉ុន្តែជាចុងក្រោយឃើញថាបញ្ចេញតែជាមួយដំណក់តែប៉ុណ្ណោះបន្តចូលទៅកាន់ក្បួននៃការបង្កាត់មកនឹងតែម្ដងតែឃើញថារបស់មកនឹងគឺមិនអាចទៅរស់បាននោះឡើយលេអងឃើញបំណងក៏បានត្រឹមតែនិយាយថាតើអាចដែរទេដែលថាលបងចិនប្រើប្រាស់ឈាមតិចពេកនោះជាណាលើបំណងក៏មានតែឈុតដែររបស់គាត់បន្ថែមព្រមទាំងបន្តឈាមរបស់គាត់ចូលទៅកាន់ក្បួននៃការបង្កាត់មកនឹងបន្ថែមទៀតហ្នឹងឯងក៏ប៉ុន្តែវាក៏ដូចមុនចាញ់ចឹងមិនអាចទៅរស់បាននោះឡើយជាណាក៏បានប្រាប់ឲ្យថាយ៉ាងណាមិញអំណាចនៃឈាមរបស់គាត់ព្រមទាំងរបាំងធម្មពលមួយនេះវាក៏មានប្រភពដើមដូចគ្នាដូច្នេះក៏បានត្រឹមតែរលីបញ្ចូលគ្នាតែម្ដងមិនអាចបំបែកបាននោះឡើយហើយបន្ទាប់ពីជាណារបស់យើងត្រូវបង្ហូរឈាមអស់ពីខ្លួនយ៉ាងណាក្រោយក៏វានៅតែមិនអាចបំបែកបានដែរហ្នឹងឯងលេអងលើបំណងក៏ពិតជាមកសពនយ៉ាងខ្លាំងមែនទែននិយាយឲ្យថាតើក៏ពិតជាគ្មានវិធីសាស្ត្រមែនដែរឬទេជានឹងក៏បានប្រាប់ឲ្យថាដោយសារតែពួកយើងប្រើប្រាស់ធូរតិចមិនបានមានតែប្រើប្រាស់ធូរក្តៅតែប៉ុណ្ណោះដោយជានឹងក៏នឹងប្រើប្រាស់ចំនួនម៉ាច់ធម្មពលរបស់គាត់ដែលវាខុសគ្នាជាមួយនឹងរបាំងធម្មពលមួយនេះដែលនោះវាក៏ជាអំណាចនៃបិសាចហ្នឹងឯងជានឹងក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងដើមបិសាចទាំង7របស់គាត់ចេញមកមើលទៅក៏ពិតជាកំណាយកាំងខ្លាំងព្រមទាំងក៏បានកាប់ចេញទៅក៏ប៉ុន្តែឃើញថារបាំងមួយនេះក៏បានត្រឹមតែរហែងក្រោយមកវាក៏បានតបជប់គ្នាត្រឡប់ទៅវិញលេអងដំបងឡាយសប្បាយចិត្តនោះទេក៏ប៉ុន្តែបន្ទាប់ពីបានឃើញថាតបជប់គ្នាត្រឡប់ទៅវិញបែបហ្នឹងគេក៏មានការខកចិត្តបន្តិចដែរជានឹងក៏បានប្រាប់ឲ្យតែយ៉ាងណាមិញឲ្យអំណាចរបស់គាត់បច្ចុប្បន្នគឺមិនអាចបំបែកវាបាននោះឡើយព្រោះថារបាំងមួយនេះគឺវាអាចចូលខ្លួនឯងត្រឡប់មកវិញនៅខណៈពេលដែលលេអងគេកំពុងតែសាទនោះស្របតែគេក៏បានស្រែកឡើងរបស់ឈិនមើលនោះទៅគេកំពុងតែចូលទៅកាន់ផ្នែកខាងក្នុងហើយហើយនោះក៏ជាតង់របស់យើងហ្នឹងឯងឃើញថាអាឡាត់នឹងធ្វើអ្វីខុសគេរហូតជានឹងគេចាប់ផ្ដើមទីងគេចេញមកសួរឲ្យថាអាឡាត់ចូលទៅកាន់ផ្នែកខាងក្នុងបានរបៀបណាតែតង់លើបំណងក៏បានត្រឹមតែបេបឺនិយាយអ្វីមិនចង់ចាញ់នោះឡើយបានត្រឹមតែប្រាប់ឲ្យថាយ៉ាងណាមិញគេក៏មានអារម្មណ៍ដូចជាព្រះនៃពន្លឺក៏បានចូលមកកាន់គេតាមរយៈស្នេហ៍មួយនេះជានឹងក៏បានគិតបន្តិចដែរយ៉ាងណាមិញកាលពីពេលមុនតង់គេក៏បានស្រូបយកជំនឿស្រីរុក្ខធាតុរបស់ព្រះនៃពន្លឺហើយក៏បានដោយសារតែរឿងទាំងអស់នេះហ្នឹងឯងនៅខណៈនោះលេអងក៏បានមកដល់ស៊ូវ៉ាទៅកាន់តង់ឲ្យថាយ៉ាលបងតង់ឯងសាវាម្ដងទៀតដែរប្រហែលជាអញប្រម៉ាយជំនឿរបស់ធម្មពលមួយនេះបាទតង់លើបំណងក៏បានត្រឹមតែតបឲ្យថាយ៉ាដោយសារតែអូនលេអងក៏បានសុំវ៉ាបងបែបនេះទៅហើយក៏មានតែជួយតែម្ដងនៅខណៈនេះតង់ក៏បានស្ទោសទៅយឺនព្រមទាំងជាជាក្នុងការបុកជំនឿរបស់នៃពន្លឺមនុស្សជាចុងក្រោយគេក៏អាចចូលទៅកាន់ផ្នែកខាងក្នុងបានលេអងឃើញបំណងសប្បាយចិត្តខ្លាំងមែនក៏ពិតជាអស្ចារ្យខ្លាំងណាស់លោកសាន់ដេមានសង្ឃឹមហើយហ្នឹងហើយលោកសាន់ដេឬក៏លេអងឯហ្នឹងគឺសុទ្ធតែជាឈ្មោះលោកក្លេចណាចាំមកមុនយើងកុំឆ្ងល់ងាកមកកាន់ពេលនេះតង់ក៏បានបកដៃទៅកាន់ពួកគេទាំងពីរនាក់ឆ្នាំក៏បានដឹងហើយថាខាងក្នុងមានសុវត្ថិភាពព្រមទាំងក៏បាននាំលេអងចូលទៅកាន់ផ្នែកខាងក្នុងតែម្ដងទៅសាច់រឿងក៏បានកាត់មកកាន់សាលនៅផ្នែកខាងក្នុងនៅប្រទេសវិញឃើញថាវាក៏ពិតជាធំទូលាយខ្លាំងមែនទែនព្រមទាំងមានរូបសំណាកព្រះនៃពន្លឺមួយនៅចំកណ្ដាលនៅខណៈនេះឆ្នាំរកអស់ប្រទេសច្រើនគេហើយដោយសារតែនេះក៏ជាអ្វីដែលគាត់កំពុងតែស្វែងរកទៅលើអានកំបាំងកាលពីសម័យបុរាណហ្នឹងឯងដែលវាក៏ជាកំណត់ត្រែបុរាណគាត់ក៏បានយកមកជាបន្តហ
ហើយគេថាសភៅកដូចភ្នំតែម្ដងនៅខណៈនេះលេអង្គគេក៏ពិតជាមានការងាយឆ្ងល់ជាងนั้นក៏បានប្រាប់ឲ្យថាជាណាមិញគាត់នៅពេលនេះកំពុងតែស្វែងរកអំពីអានក្បាំងការពីសម័យបុរាណហើយវាក៏មិនមែនជាអក្សរធម្មតាដែលត្រូវបានចងក្រងក្នុងរយៈពេល1000ឆ្នាំចុងក្រោយនេះនោះទេដល់អ្វីដែលជាนั้นកំពុងតែរកវាក៏ជាអក្សរកាលពីសម័យបុរាណហ្នឹងឯងនៅខណៈនោះគាត់ក៏បានយកសភៅមួយបោះទៅក្រោយប៊ីក្បាលអប៉ែលេអង្គនៅខណៈនេះគេក៏បាននិយាយដូចគ្នាដែរលបងឈិនយេណាមិញកន្លែងនេះវាក៏ជាសមុខដ៏ធំរបស់ប្រាសាទនៃពន្លឺមើលទៅពួកយើងទៅពីអ្នកគឺប្រហែលជាមិនអាចគេចផុតចេញអំពីបញ្ជានៃការដេញតាមចាប់នោះឡើយជាนั้นលើបំណងក៏បានត្រឹមតែហឺទៅប៉ុណ្ណោះគាត់ក៏បានប្រាប់ឲ្យថាខ្លាចអីដែរព្រមទាំងក៏បានបោះសភៅជាច្រើនទៅខាងក្រោយឃើញថាដំបងឡាយពី3ដងមិនត្រូវនោះទេក៏ប៉ុន្តែចង់ក្រោយផេះកណ្ដាលក្បាលរបស់ប៉ែលេអង្គតែម្ដងនៅខណៈនេះដោយសារតែគេឃើញថាជាนั้นយើងពិបាកក្នុងការស្វែងរកសភៅបែបហ្នឹងលេអង្គក៏បានប្រាប់តែម្ដងយេណាមិញគេក៏ត្រូវបានសិក្សាទៅលើអក្សរបុរាណរបស់លោកខាងលិចដូចគ្នាដែរចឹងប្រាប់ទៅកាន់ជាนั้นឲ្យគាត់យកជាមួយនេះសភៅដែលគាត់ក៏បានជ្រើសរើសដាក់ចូលទៅក្នុងចិញ្ចៀនលំហរបស់គាត់ឲ្យគេពិនិត្យមើលតែជាนั้นលើបំណងក៏បានត្រឹមតែយល់ព្រមទៅប៉ុណ្ណោះព្រមទាំងក៏បានជ្រើសរើសជាមួយសភៅបន្ថែមទៀតដាក់ឲ្យទៅកាន់លេអង្គហ្នឹងឯងគេថាកោដូចភ្នំតែម្ដងលេអង្គឃើញបំណងផ្នែកសបន្តិចដែរក៏ប៉ុន្តែយេណាមិញគេក៏ចាប់ប្រើប្រាស់ជំនាញវិទ្យារបស់គេក្នុងការពិនិត្យមើលទៅកាន់កំណត់ត្រាទាំងអស់នេះហ្នឹងឯងស្រោបទៅដែរឃើញថាតង់គេក៏បានរកឃើញចំណងវែងចាញ់ដែលនឹងវាក៏ជាច្រកមួយដែលបានបើកឡើងហ្នឹងឯងគេក៏បានធ្វើការស្ទូទៅយលឿនព្រមទាំងពិនិត្យមើលក្រោយមកតង់ក៏បានស្រែកហៅទៅកាន់ជាนั้นថាគេបានរកឃើញសភៅមួយដែលកំពុងបញ្ចេញពន្លឺយ៉ាងខ្លាំងហ្នឹងឯងជាนั้นគេបំណងក៏បានដឹងភ្លាមថាជំនឿរបស់នៃពន្លឺមួយនេះច្បាស់ណាស់សភៅមួយនេះច្បាស់ជាសំខាន់ទៅកាន់ប្រាសាទនៃពន្លឺជាមិនខានឡើយលើកនេះគេមានតែពឹងទៅលើឡាតង់ទៅប៉ុណ្ណោះតង់ក៏ចាប់ប្រើប្រាស់ស្នៃរបស់គេម្ដងទៀតព្រមទាំងក៏បានបុកចូលទៅកាន់របាំងនៃពន្លឺមួយនោះឃើញថាក៏ពិតជាតាំងខ្លាំងមែនទែនជាចុងក្រោយគេក៏បានចូលទៅបានព្រមទាំងក៏ចាប់ដើមទាញយកជំនឿសភៅក៏បានលុយចេញត្រឡប់មកវិញក៏ប៉ុន្តែវាក៏ដូចជាអាការពេលដល់តង់ចូលយ៉ាងចាស់គឺតាំងខ្លាំងមែនទែនជាចុងក្រោយក៏បានប៉ាំងធ្លាក់ចេញមកបោះជំនឿឈិនរបស់យើងហើយដេកជុកតែម្ដងតង់នៅខណៈនេះគេក៏បានងើបមកវិញព្រមទាំងរត់ទៅអំហើយថារបាំងធម្មពលនេះវាក៏ពិតជារឹងមាំខ្លាំងណាស់រាងកាយរបស់គេគឺមានអារម្មណ៍ថាប្រៀបបានដូចជាចូលទៅកាន់ពួកយ៉ាងច្រើនស្អិតពីពេញខ្លួនរបស់គេអស់ទៅហើយជាนั้นលើកដំណឹងក៏បានដុំលំទៅកាន់តង់ថាវានឹងចាំគាត់ប៉ាស្រាក្រហមអាឡតង់បន្ទាប់ពីបានឮថាជាนั้นប៉ាឆ្លត់ចូលបែបហ្នឹងហើយគេក៏ពិតជាសប្បាយចិត្តយ៉ាងខ្លាំងមែនទែននេះហើយថាចាំគេចូល3 4 5ជុំទៀតបន្ទាប់មកក៏បានហោះបុករបាំងប៉ុនលើម្នឹងបន្ថែមទៀតដែរក៏លេចមកកាន់ពេលនេះអង្គគេក៏បានរកឃើញយូរសភៅដែលគិតថាជាนั้นរបស់យើងត្រូវការព្រមទាំងក៏បានប្រគល់ឲ្យទៅកាន់ជាนั้นរបស់យើងតែម្ដងដាក់ចូលទៅក្នុងចិញ្ចៀនលំហរបស់គាត់នៅខណៈនោះជាนั้นក៏បានប្រាប់ទៅកាន់លេអង្គឲ្យជួយពិនិត្យមើលទៅកាន់សភៅប្រមាណក្បាលនេះបន្ថែមទៀតនៅខណៈនោះលេអង្គគេក៏ចាប់ផ្ដើមប្រើប្រាស់អំណាចរបស់គេម្ដងទៀតហើយក្នុងការពិនិត្យមើលទៅកាន់សភៅទាំងអស់នេះនៅខណៈនោះក៏ដើមសិលក៏បានធ្លាក់ចេញមកជាนั้นក៏បានយកវាមកមើលព្រមទាំងក៏បានដឹងហើយថានេះក៏ជាអក្សររបស់យូស៊ីននិងក៏ពិតជាបានធ្លាប់មកទីនេះពិតមែននៅកំឡុងពេលនេះគេក៏បានបង្ហាញអំពីទស្សនវិជ្ជាដែលត្រូវបានកាត់ឡើងតាមរយៈអក្សរមួយនេះដោយនៅក្នុងនោះក៏បានទៅសេហើយថាគ្រូសាទូក៏បានក្បត់ទៅកាន់គ្រូសាឈិនព្រមទាំងក៏បានបង្ខំឲ្យយូស៊ីនរៀបការហ្នឹងហើយក៏ប៉ុន្តែជាមួយយូស៊ីននេះគឺមិនព្រមរៀបការនោះឡើយព្រមទាំងប្រើប្រាស់ជំនួយអំណាចទាំងអស់របស់នាងបាញ់ស្ទោឡើងទៅលើបង្កើតបានទៅជាពពកខ្មុលខ្មាញ់ត្រូវបាញ់បញ្ចូលគ្នាព្រមទាំងក៏បានលេចជំនួយដាវចេញមកជាច្រើនហ្នឹងហើយធ្វើការធ្លាក់សម្លាប់ទៅកាន់តកូទូទាំងអស់នោះនៅយុគសម័យកាលនោះយូស៊ីនក៏បានជួយឈ្នះទៅកាន់ជើងខ្លាំងនៃគ្រូសាទូក៏ប៉ុន្តែជាចុងក្រោយនាងក៏មានការររបួសដូចគ្នាដែរព្រមទាំងមានការស្ទាក់ស្ទើរតានាងចូលទៅកាន់វត្តដាក់នៃការចាប់បដិសន្ធិឡើងត្រឡប់មកវិញឬក៏អត់ជាចុងក្រោយយូស៊ីនក៏បានសម្រេចចិត្តទៅកាន់លោកខាងលិចព្រមទាំងស្នើសុំជំនួយចេញអំពីទេពធីតានៃជីវិតជាណានបជើនៅវិញក៏បានលត់បត់ទាំងកំហឹងដូចគ្នាដែរក៏ប៉ុន្តែជាណាមិញយូស៊ីនបែរជាបានខ្លាំងទៅជាស្ដេចសាកសពវិញ្ញាណវាច្បាស់ណាស់ថានាងក៏ពិតជាមិនបានរកឃើញអំពីវិធីសាស្ត្រក្នុងការបន្តជីវិតបន្តទៀតនោះទេជាចុងក្រោយយូស៊ីនក៏ត្រូវបានស្លាប់ជាนั้นក៏ពិតជាមានការខឹងសម្បារយ៉ាងខ្លាំងមែនទែនព្រោះថាការស្លាប់របស់យូស៊ីនក៏ដោយសារតែត្រកូលទូនឹងឯងជាนั้นនៅខណៈនេះគាត់ក៏បានបញ្ចេញជំនួយចំហាយដល់កំណាចចេញអំពីរាងកាយរបស់គាត់ព្រមទាំងក៏បានបន្ថែមត្រីថាទីស្ករចង្រៃត្រកូលទូខ្ញុំក៏នឹងធ្វើខ្លួនឯងកាន់តែខ្លាំងជាងមុនបន្ថែមទៅទៀតដល់ពេលនោះគ្រូសាទូពួកអញក៏តែខ្ទេចទាំងអស់ជាนั้นក៏កាន់តែកំណាចគណៈបរាលាអង្គក៏បានស្រែកទៅកាន់ជាนั้นនៃថាលបងឈិនមិនឲ្យគេចេញមកបាននោះទេបានមិនដូចឆ្លោះច្បាស់ណាស់កំណៃនេះច្បាស់ជាត្រូវបានខ្ទេចជាមិនខានឡើយនៅខណៈនេះជាนั้นក៏បានសម្រួលអារម្មណ៍របស់គាត់ឡើងត្រឡប់មកវិញព្រមទាំងចំហាយបិសាចក៏បានបាត់ចេញអំពីរាងកាយរបស់គាត់ដែរនៅខណៈនេះលេអង្គក៏បាននិយាយទៅកាន់ជាนั้นរបស់យើងដែរលបងឈិនក៏ប៉ុន្តែជាนั้นក៏បានប្រាប់ថាគាត់មិនអីនោះទេព្រមទាំងក៏លេចចេញតែឃើញថាតង់ក៏បានយកសភៅចេញមកច្រើនខ្លាំងមែនទែនក៏ដូចភ្នំតែម្ដងនៅខណៈនេះក៏បានស្រែកឲ្យជាนั้นជួយគេផងក៏ប៉ុន្តែយ៉ាងណាមិញចំពោះជាนั้นផ្ទាល់គាត់ដឹងថានៅទីនេះពួកគាត់ក៏បានបង្កទៅជាសម្លេងរំខានចាញ់ច្រើនដូច្នេះនៅទីនេះគឺវាគ្មានសុវត្ថិភាពនោះទេក្រោយមកជាนั้นក៏បានប្រើប្រាស់ជំនុំណាយនៃចិញ្ចៀនលំហរបស់គាត់ធ្វើការស្រូបយកជាមួយនឹងសភៅទាំងអស់នេះចូលទៅកាន់ចិញ្ចៀនរបស់គាត់តែម្ដងឃើញថាបណ្ដាឡើយនៅទីនេះគឺវាគ្មានសភៅអ្វីនោះទេព្រមទាំងក៏ត្រូវបានស្រូបចូលទៅទាំងអស់ហ្នឹងឯងលេអង្គឃើញបំណងភ្ញាក់ផ្អើលយ៉ាងខ្លាំងមែនទែនបានត្រឹមតែចំហមាត់តែប៉ុណ្ណោះបន្ទាប់មកជាนั้นព្រមទាំងលេអង្គហើយនឹងតង់ពួកគេទាំងពីរនាក់ក៏បានចាក់ចេញអំពីទីកន្លែងនេះតែម្ដងក្នុងការទៅជួយសង្គ្រោះជាមួយនឹងសមាជិកនៃតកូលលេអង្គហ្នឹងឯងសាច់រឿងក៏បានកាត់មកកាន់ពេលនេះវិញឃើញថាពួកគេទាំងពីរនាក់ក៏បានចុះមកកាន់ច្រកមួយកន្លែងទៀតហើយក៏ប៉ុន្តែឃើញថាពិបាកក្នុងការទាញជាนั้นព្រមទាំងលេអង្គចូលទៅខ្លាំងមែនទែនតង់ក៏បានដឹងហើយថា
បាននៅទីនេះក៏ត្រូវបានបង្រឹងក៏ប៉ុន្តែជាចុងក្រោយពួកគេទៅពេលអ្នកក៏នៅតែអាចចូលមកបានហ្នឹងឯងគណៈពេលដែលលេអុងកំពុងតែលិតជង្គង់តង់ក៏ចាប់ផ្ដើមបញ្ចេញអំណាចព្រះនៃពន្លឺរបស់គេនៅពេលនោះ BC មួយដែររបស់សត្វចម្លែកដែលត្រូវបានគុំនៅទីនេះរួចទៅហើយកុំដោយសារតែកិច្ចតន់នោះទេតង់ក៏ពិតជាមាននឹងការងារឆ្ងល់មិនដឹងថាវាក៏ជាអ្វីនោះឡើយអ្នកខ្លះទៀតក៏បានស្រែកឲ្យថាខ្ញុំក៏ត្រូវបានគេឃុំទុកអស់រយៈពេល100ឆ្នាំអ្នកខ្លះទៀតក៏បានស្រែកឲ្យថាខ្ញុំគឺជាមនុស្សមានបាបឃើញថាសត្វចម្លែកជាច្រើនក៏ត្រូវបានឃុំនៅទីនេះណាលេអុងក៏បានប្រាប់ទៅកាន់ឈឺណានថាកន្លែងមួយនេះវាក៏ជានរកជាន់ទី2ព្រមទាំងត្រូវបានឃុំត្រោយពពួកសត្វអមតៈរមែងស្លាប់មានដូចជាបិសាចសាសោរលឹងសម្លាប់ព្រមទាំងបិសាចក្រងឆ្អាំងលេអុងក៏បានបន្ថែមទៀតថាអ្វីដែលជាអន្តរភាពដ៏គួរភ័យខ្លាចវាក៏ស្ថិតនៅក្នុងផ្នែកខាងក្រោមនេះហ្នឹងឯងឈឺណានកំឡុងពេលនេះគាត់ក៏បានគិតដូចគ្នាដែរប្រាសាទនៃពលិគឺពិតជាខ្លាំងពិតមែនបែរជាអាចឃុំទៅកាន់សភាវៈដ៏ខ្លាំងក្លាបែបនេះបាននៅផ្នែកខាងក្រោមនៅគណៈនោះលេអុងក៏បានធ្វើការស្រែកហៅទៅកាន់សមាជិកនៃគ្រួសាររបស់គាត់ដែរក៏ជាលោកម្ចាស់ Sander ហ្នឹងឯងតើលោកនៅណាទៅក៏ប៉ុន្តែយ៉ាងណាមិញកំឡុងពេលនោះតង់ក៏បានជួយដូចគ្នាដែរធ្វើការក្រហែមបន្តិចបន្ទាប់ប្រើប្រាស់ជាមួយនឹងកម្លាំងរបស់គេស្រែកឡើងLord Sander ទៅលោកនៅណាទៅឃើញថាសម្លេងតង់ក៏ពិតជាលឺខ្លាំងមែនទែនមិនដូចឡើងពីពេញតំបន់មនុស្សលេអុងឃើញបំណងក៏បានតែខ្ទប់មាត់ជាមួយនឹងតង់យ៉ាងលឿនក៏ប៉ុន្តែយ៉ាងណាមិញគណៈនោះឃើញថាសម្លេងមួយក៏បានឆ្លើយតបត្រឡប់មកវិញដែលនោះក៏ជាលោកម្ចាស់ Sander ហ្នឹងឯងសួរឲ្យថាលេអុងមែនដែរឬទេតើអញក៏ពិតជាមកហើយលេអុងក៏បានតបទៅវិញក៏ពិតជាគេមែនហ្នឹងឯងតង់ក៏បានលន់មកដូចគ្នាដែរមេតិកានលោក Sander របស់លោកមានរាងកាយដូចជាដាតភ្លើងតើនេះក៏ជារូបកាយវិញ្ញាណអមតៈរមែងស្លាប់មែនដែរឬទេនៅគណៈនោះលោកម្ចាស់ Sander ក៏បានប្រាប់ទៅកាន់លេអុងយ៉ាងណាមិញក៏នៅពេលនេះគឺមិនអាចសួរត្រង់បន្តទៀតបាននោះឡើយឆាប់មកជួយគាត់ផងមកបាញ់ជាមួយនឹងត្រាំមនុស្សលឿនបំផុតទៅលេអុងនៅពេលនេះក៏បានត្រឹមតែសំពះទៅកាន់តង់ឲ្យគេជួយមកកាន់ខ្លួនតង់ក៏បានត្រឹមតែកលិចមកទៅកាន់ឈឺណានមុនពេលដែលឈឺណានហឺបន្តិចតង់ក៏បានធ្វើការស្ទោះទៅលឿនព្រមទាំងក៏បានបោកជាមួយនឹងធម្មពលមួយនោះចូលទៅកាន់ផ្នែកខាងក្នុងតែម្ដងក្រោយមកតង់ក៏បានចាក់ចេញត្រឡប់មកវិញក៏ប៉ុន្តែមិនឃើញលោកម្ចាស់ Sander នោះទេលេអុងដំបងក៏មានការភ័យក៏ប៉ុន្តែក្រោយមកឃើញថាតង់ក៏បានខ្ជាក់លោកម្ចាស់ Sander ចេញមកប្រាប់ទៅកាន់លេអុងឲ្យថាយ៉ាងណាមិញគាត់ក៏ពិតជាខ្សោយខ្លាំងណាស់បើសិនជាគេមិនលេបនោះទេច្បាស់ណាស់លោកម្ចាស់ Sander ជាពិសេសត្រូវបានស្លាប់កំឡុងពេលដែលចាក់ចេញអំពីរបាំងធម្មពលមួយនឹងជាមិនខាន់ឡើយមើលទៅកាន់ទឹកមាត់របស់លេអុងទៅឃើញថាទុកសោកខ្លាំងមែនទែនគេក៏បាននិយាយឲ្យថាយ៉ាងណាមិញសំបីតែស្ដេចបាប្រសាទនៃពលិក៏មិនអាចយកជីវិតរបស់លោកបាននោះដែរក៏ប៉ុន្តែលោកម្ចាស់លេអុងក៏បានប្រាប់ថាយ៉ាងណាមិញគាត់គឺគ្មានអំណាចដល់ថ្នាក់នេះនោះទេដោយពួកគេគ្រាន់តែទុកជីវិតឲ្យមកកាន់គាត់តែប៉ុណ្ណោះឈ្នន់ក៏ពិតជាមានការងារឆ្ងល់ដោយសារតែបន្ទាប់ពីលោកម្ចាស់ Sander ក៏បានចាក់ចេញអំពីការគុំឃាំងមើលទៅកាន់រាងការរបស់គាត់វាហាក់ដូចជាគ្មានជំនឿគំនុំនៃការចង់ឲ្យខេតនោះឡើយព្រមទាំងមិនបាននិយាយពីការសងសឹកនោះឡើយក៏ពិតជាស័ក្តិសមជាមហាបណ្ឌិតពិតមែននៅខណៈនោះក៏ស្របតែបិសាចម្នាក់ក្នុងចំណោមបិសាចទាំងអស់ក៏បានស្រែកឡើងឲ្យថាមានមនុស្សដែលត្រូវបានគេជួយចេញទៅហើយព្រមទាំងក៏បានស្រែកទៅកាន់ក្រុមជំនាន់ឲ្យជួយមកកាន់គេផងក្នុងការអត់ឡាញមកកាន់ពួកគេអ្នកផ្សេងទៀតក៏ដូចគ្នាមកដែរជំនាន់នៅពេលនេះក៏បានប្រាប់ទៅកាន់លេអុងថាមិនស្រួលទេនោះទេពួកយើងគួរណាទៅចាក់ចេញតែជាមួយនឹងភាពចលាចលទាំងអស់នេះវាក៏នឹងអាចទីនេះជាមទៅកាន់នោះមកដល់ជាមិនខានឡើយបន្ទាប់មកពួកគេទាំង4នាក់ក៏បានចាក់ចេញទៅរត់តាមច្រករងក្រុមដីនឹងឯងក៏ប៉ុន្តែយ៉ាងណាមិញនេះក៏នៅពេលដែលតង់កំពុងតែហោះឆ្លើយពួកយើងក៏លេមកកាន់ផ្នែកម្ខាងទៀតនៃប្រាសាទបន្លឺនៅពេលនេះវិញឃើញតែចឹងខ្លាំងម្នាក់កំពុងតែមើលទៅកាន់តង់កំពុងតែហោះនឹងឯងព្រមទាំងក៏បានលន់មកដោយថាពួកគេបើចាញ់បំបញ្ញជាមួយរបស់ធម្មពលដែលត្រូវបានបង្កើតឡើងចេញពីធម្មពលដល់ទេវភាពបានក៏ប៉ុន្តែយ៉ាងណាមិញនៅក្រៅនោះឃើញតែកូនចៅរបស់គេម្នាក់ក៏បានមកដល់រាយការណ៍ប្រាប់ឲ្យថាមានមនុស្សដែលបានបំបញ្ញជួយទៅកាន់ជាន់ទី2ព្រមទាំងក៏បានជួយសង្គ្រោះទៅកាន់អ្នកវឹកហាត់វេទមន្តម្នាក់គេក៏ធ្វើការបញ្ជាទៅកាន់កូនចៅក្នុងការដេញតាមប្រមាញ់ទៅកាន់ក្រុមរបស់ឈើណានក៏ប៉ុន្តែចាស់ដែរក៏ជាប្រតិជាធំនៃប្រាសាទបន្លឺក៏បានប្រាប់ឲ្យថាយ៉ាងណាមិញក៏មកក្រុមរបស់ពួកគេចាក់ចេញបាននេះសោះតែពេលនេះគេក៏មានការចាប់បានដែរមិននឹកស្មានថាប្រតិជាធំបើច្បាស់ដឹងនោះទេក៏ប៉ុន្តែបើសិនជាប្រតិជាមិនចេញសកម្មភាពនោះទេច្បាស់ណាស់ក៏ប៉ុន្តែចាំមិននឹងក៏បានប្រាប់ឲ្យថាបានហើយយ៉ាងណាមិញមិនថាបើទៅជាគាត់ធ្វើអ្វីនោះទេគេមិនចាំបាច់ដឹងនោះឡើយព្រមទាំងក៏លេចមើលទៅកាន់ដុំគ្រីស្តាល់នៅចំពោះវត្តរបស់គាត់នឹងឯងបង្ហាញអំពីសកម្មភាពក្រុមរបស់ឈើណានរបស់យើងក៏លេចមកកាន់ក្រុមឈើណានរបស់យើងនៅពេលនេះវិញឃើញថាពួកគេទាំងអស់គ្នាក៏បានកិច្ចចេញអំពីរបាំងធម្មពលទាំងនោះក៏ប៉ុន្តែយ៉ាងណាមិញកំឡុងពេលដែលឈើណានកិច្ចចេញនោះក៏ស្របតែជញ្ជាំងលំហរបស់គាត់គឺត្រូវបានបាត់រួចទៅហើយឈើណានរបស់យើងគាត់គេមិនដឹងនោះទេក៏ប៉ុន្តែវាក៏បានធ្លាក់មកកាន់ប្រតិជាធំនៅពេលនេះវិញប្រាប់ទៅកាន់កូនចៅរបស់គាត់ហើយថាទៅកាន់ជនទី1ព្រមទាំងជួយសភៅចេញអំពីជញ្ជាំងលំហទាំងអស់នេះដែលចូលទៅកាន់កន្លែងដើមវិញក៏ប៉ុន្តែឯងគឺត្រូវទៅចាំទុកថាមិនបានឃើញអ្វីនោះឡើយអពេលនេះគេក៏បានត្រឹមតែបានទៅប៉ុណ្ណោះក៏លេចមកកាន់ពេលនេះវិញឃើញថាតង់គេក៏បានចាក់ចេញមកមុនគេតែម្ដងនេះហើយថាហោះតើសម្បត្តិប្រាសាទនៃពលិស្អីតែពួកយើងគឺអាចចូលព្រមទាំងចាក់ចេញបានយ៉ាងងាយស្រួលនៅពេលនេះច្រើនព្រមទាំងលេអុងពួកគេទៅពីអ្នកក៏បានចាក់ចេញមកកាន់ផ្នែកខាងក្រៅវិញហើយស្របពេលនោះដែរឃើញថាលោកម្ចាស់ Sander ក៏បានធ្វើការអរគុណទៅកាន់តង់ព្រមទាំងជំនាន់របស់យើងបានជួយសង្គ្រោះទៅកាន់គាត់ជំនាន់លើបំណងក៏បានត្រឹមតែអបអរទៅកាន់គាត់តែប៉ុណ្ណោះដែលចាក់ចេញមកបាននៅខណៈនោះលេអុងក៏បាននិយាយទៅកាន់ជំនាន់មិញជាមួយនឹងកិច្ចព្រមព្រៀងរបស់ពួកគេទៅពីនេះគេក៏បានប្រាប់ទៅកាន់លោកម្ចាស់ Sander រួចទៅហើយព្រមទាំងគាត់ក៏បានយល់ព្រមប្រាប់អំពីទីតាំងរបស់ដានីក្រីកដល់ទេវភាពទៅកាន់ជំនាន់របស់យើងនៅខណៈនេះលោកម្ចាស់ Sander ក៏បានប្រាប់ទៅកាន់ជំនាន់តែម្ដងយ៉ាងណាមិញក្នុងមួយជីវិតរបស់គាត់ក៏ធ្លាប់បានឮអំពីដាវវេទមន្តលេខ1នៅក្នុងលោកវាក៏បានជាតនៅក្នុងតំបន់ជ្រៅបំផុតនៃព្រៃបុរាណក៏សម្ព័ន្ធអែលហើយចំពោះគាត់គឺអាចដឹងបានត្រឹមតែប៉ុណ្ណេះនោះទេជំនាន់កំឡុងពេលនេះគាត់ក៏បានគិតដូចគ្នាដែរតំបន់អានក៏បានម្ដងទៀតដែរវាហាក់ដូចជាមានកម្លាំងអ្វីមួយកំពុងតែចង់ដឹកនាំគាត់ទៅកាន់ទីកន្លែងនោះហ្នឹងឯងជំនាន់ក៏បានត្រឹមអរគុណទៅកាន់លោកម្ចាស់ Sander ទៅប៉ុណ្ណោះដែលបានផ្ដល់ដំណឹងមកកាន់គាត់ហើយនៅពេលនេះកិច្ចព្រមព្រៀងរបស់ពួកគេទាំងពីរនាក់ក៏ត្រូវបានបញ្ចប់លបងឈិនសូមលាសិនហើយបន្ទាប់មកលេអុងក៏បានចាក់ចេញតែជាមួយលោកម្ចាស់ Sander តែម្ដងតែកំឡុងពេល
ฉะนั้นก็วางสเตียบตะกันเจียนบอกกอดกับบันไดเคยทำมันในนูเตกอดกับเพื่อนจิเมนกามจับอามันนั่งทำวิบัติเป็นอนุรักษ์สมบัยแต่ฉะนั้นไปยังกอดกอมันดังดูได้ในขณะนู้ต้องกับแบนหอมหมดดอกได้ยังหายทางบานจะอ่านและบางอัมพีผู้ยังตะบีเนี่ยบานเมื่อแต่จ้างไม่รู้ประหารจับอ่านปราบปรามจุบุนึงวิจิลมหอดบานบัตเตอร์ออดยาเป็นจะอยู่มันคาโนลาฉะนั้นกำลังเป็นในกอดกับบันกับบรรทามเท็ดจะนายมั้งเบอร์สันจีผู้กี้มินสมรรถเพบดอกทรัดังหาได้บันจีออยก่อนเนื้อมันจะแจ้งบานจากงีสโรบานนี้แต่ก่อนกับปัจจุบันในการเงยช็อตกับบันไดจะนายมั้งเนื้อเป็นในกลมนมก็ตรัสซองสักตรอกโกตูใส่เรื่องกับบ้านกันมากันสารประสาทในเป็นเลยในเป็นในฝันแข่งแทนปฏิจารประสาทในเป็นเลยกดกับบ้านมาจบจุดหนึ่งปฏิจารทอมหนึ่งไงปรำแต่งกับบ้านนี้จะตองจุดหนึ่งเชิญนำไปเชิญจะนายมั้งแต่จุดหนึ่งประสาทในพิมพ์กันปุ๊กเก้กับปัจจุบันออนไลน์ด้วยกันเชิญนันโนเตวีก็โดยเจ้าไว้ในปฏิจารทอมกับบ้านเกิดเป็นมาในไงประมาณทั้งไงขโมกเตียปุ๊กเก้จะบ้านจะเป็นสกัมประเภทชิมันคาโนไลเอาไว้ได้พิเศษชนิดตัดเตียตาเจ้าไม่ได้กดก่อนตัวบ้านจุดหนึ่งปรมินแต่ตอนจุดหนึ่งกรุซานตูได้ก่อเจกรุซานในจังหวัดกัมพูชในครั้งพงพีโบปีปุ๊กเก้กันนั้นไม่ได้ตีกรงไปตามในทางสายเกิดโดยสร้างแต่เชิญนันไงแต่จะทำกับบ้านตรมตันลนบริจาคโอเบอร์โดยชนเมนูกดก็มีแต่ตัวการบันทามจุดหนึ่งเรื่องเพลิงปีใบดองบันทามเตียแต่บันออกพร้อมด้วยการปฏิจารประสาทในเป็นหรือไอ้บรรจุนก้นเจ้าพิบัญญัติบันลอมคลนทวีเจริญครั้งมอปีประสาทในพิบัญญัติพร้อมแต่วิพากษ์แต่การเชิญนันบนทางมาดองแต่จามประสาทในเป็นหรือก็บ้านตรมแต่บ้านแต่บันออกชนะเหมือนครั้งจะระบกอดกับบ้านเกิดด้วยขนาดไหนเบอร์ตัวใบจุกดมันดังแทบปฏิจารทำกระโปรงที่เกิดเอาไว้ชนะก็ได้กับบันไดจับตังไปตัวบงโดยกดจ้องอ้อยเชิญนันรัวหรือจะหายกดก็มีแต่ทวีอ้อยเก็บเป็นหนุสลามแต่บันออก